ថ្ងៃទី30ខែ12ឆ្នាំ2025ថៃត្រូវដោះលែងកងទ័ពខ្មែរតែមានកិច្ចការមួយថាមានខ្មែរបង្ហោះដ្រូនឯណា250គ្រឿងឯណាទៀតហើយរឿងមិនចេះចប់មកប្រហែលជាវាមិនដោះលែងទេក៏មិនដឹងរឿងនេះនាំរឿងថៃនាំរឿងបណ្ដោយដើម្បីចោទខ្មែរមិនដោះលែងទាហានខ្មែរចេះតែនាំរឿងមកយីអាសត្វនេះគឺមិនចេះចប់បណ្ដោយរឿងនេះមិនចប់រឿងនេះមិនចប់រឿងនោះរឿងមិនចេះចប់បណ្ដោយរੂរឿងសពរੂរឿងគ្រប់មិនដោះលែងទាហានខ្មែរទេក៏មិនដឹងថ្ងៃនេះថ្ងៃម៉ោង12ថ្ងៃត្រង់ត្រូវដោះលែងទាហានខ្មែរតែមិនដឹងតែគេដោះលែងឬអត់ទេរੂរឿងពីរឿងថាខ្មែរណាប្រហោះដ្រូនណា250គ្រឿងណាទៀតដូចមិនចេះចប់ទេប្រហែលជាសង្គ្រាមមិនចប់ទេរឿងនេះរឿងនោះគឺមិនចប់បណ្ដោយធ្វើមិនយល់ទេចោតខ្មែរពីរឿងនេះរឿងនោះឲ្យទៅណាបានបងប្អូនខ្មែរត្រូវចាំជុកទុកគឺសៀមនេះមិនចោលក្បួនទេគឺវានឹងរੂរឿងយើងមិនដឹងថា10ឆ្នាំទៀត20ឆ្នាំទៀតឬ100ឆ្នាំទៀតនៅតែរੂរឿងហ្នឹងហើយបើកិច្ចការនេះមិនបានសម្រេចបងប្អូនត្រូវចងចាំណាកុំប្រើផលិតផលរបស់ថៃរបស់សៀមនាំតែវាមានលុយទិញអាវុធគ្រាន់តែទម្លាក់ក្រឹបបែកឡើងសោះភូមិព្រៃច័ន្ទឡើងសោះស្អីអស់ហើយនៅតែវានាំរឿងយើងទៀតបាទបងប្អូននេះទេសភាពវាលស្រែយើងល្អណាស់ថ្ងៃរះពេលព្រឹកទេសភាពបាទនៅស្រុកយើងប្រហែលជាសៀមហ្នឹងវាមិនដោះលែងទាហានយើងទេក៏មិនដែររੂរឿងមិនចេះចប់ពីរឿងនេះរឿងនោះរឿងមានរឿងអីមិនចេះចប់ទេបងប្អូនមើលចាស់ទេសភាពសពស្ដាយយើងបាទសូមអង្គការសហជីវជាតិជួយខ្មែរផងសូមអ្នកនៅប្រទេសក្រៅជួយជុំជ្រែងខ្មែរផងខ្មែរវេទនាណាស់សប្តាហ៍ថ្ងៃបាទអរគុណបងប្អូន